ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាឥឡូវនេះគឺថាអារម្មណ៍មិនសូវនៅខ្លួនទៀតហើយបងប្អូនអើយដោយសារតែថាប្រទេសជាតិរបស់យើងមិនសូវជាសុខស្រួលបងប្អូនហើយបើកទូរស័ព្ទទៅក៏ឃើញតែបងប្អូននៅខាងជេកដែរបងប្អូនអើយសារណានិតខ្លះសែនខ្លោចផ្សាចាគឺថាឃើញវីដេអូគាត់ម្នាក់គឺថាកំសត់ណាស់បងប្អូនអើយធម្មតាយើងមានផ្ទះមានសបែងរស់នៅរកស៊ីមុខរបរប្រកបជីវកម្មប្រចាំថ្ងៃតែពេលពួកគាត់ងាករត់មិនដឹងយ៉ាងណាយ៉ាងណីបងប្អូនអើយលំបាកណាស់មិនដឹងថ្ងៃណាដែលថាឲ្យបានសុខស្រួលវិញអញ្ចឹងណាបងប្អូនខ្ញុំមកឲ្យតែបើកទូរស័ព្ទឡើងឃើញពួកគាត់គឺខ្ញុំអួលដើមកតែម្ដងបងប្អូនអើយចង់និយាយថាយើងនៅនេះយើងធ្វើការរកស៊ីធម្មតាឲ្យពួកគាត់វិញបងប្អូនអើយម្នាក់រត់ផ្ចែងហើយមានទាំងម៉ូតូមានទាំងគោយន្តមានទាំងឡានរស់នៅមិនសុខស្រួលយើងប្រៀបធៀបបើពួកគាត់ជាយើងជាពួកគាត់គឺថាมันខុសគ្នាទេបងប្អូនគឺថាលំបាកដូចគ្នាអញ្ចឹងហើយរាល់ថ្ងៃនេះសុំតែសេចក្តីសុខទេបងប្អូនចង់បានថាយើងក៏មិនអាចធ្វើមកជួយបានតែត្រឹមជួយអាណិតជួយថវិកាតិចតួចពេកឲ្យគេចាប់ផ្ដើមរែងគេអញ្ចឹងណាបងប្អូនហើយម្ល៉េះហើយក៏មិនដឹងធ្វើម៉េចមានតែបួងសួងដល់ទេវតាសូមមកជួយថែរក្សាប្រជាជនកម្ពុជាព្រមទាំងបងអ៊ំកងទ័ពឲ្យសុខសប្បាយទាំងអស់គ្នាអញ្ចឹងណាបងប្អូនចាហើយវីដេអូរបស់នាងខ្ញុំថ្ងៃនេះគឺបង្ហាញពីការលក់ដូររបស់ខ្ញុំប្រចាំថ្ងៃបងប្អូនចាឥឡូវគឺថាលោកក៏បានបិណ្ឌបាតខ្ញុំក៏ដាក់បច្ច័យប្រគេនលោកបងប្អូនលើបន្ទាប់ពីដាក់បច្ច័យប្រគេនលោករួចរាល់ឥឡូវប្រឡមកបន្លែបានមកដល់ល្មមចាឥឡូវគឺថាក៏នឹកឃើញចង់ស្ងោរផ្សិតហើយនឹងជាមួយបន្លែខៀវប្រហែលមុខនេះបងប្អូនចាហើយនឹងជាមួយនេះស្អំនេះដែរចាឥឡូវនេះគឺថាទិញចំនួនមួយមុខម្ដុំបងប្អូនហើយឆ្ងាយជាមួយនឹងសាច់ជ្រូក3ជាន់ចាហើយឥឡូវនឹងទិញបានរួចរាល់ហើយឥឡូវតិជនបានមកជួយទិញនំឲ្យបងប្អូនគឺថាអីតែថ្ងៃនេះយើងលក់ដាច់គ្រាន់បើដែរអញ្ចឹងណាបងប្អូនចាយើងលក់ដូរមួយថ្ងៃកាត់មួយថ្ងៃកោងថ្ងៃទៅខ្លះទៅសល់តិចតួចអីអញ្ចឹងណាបងប្អូនវាមិនទៀងអញ្ចឹងហើយធ្វើម៉េចតែបើយើងការលក់ដូរអ្នកណាដូចអ្នកណាបងប្អូនកាលណាសល់ទៅរៀងសេតកាលណាលក់ដាច់ទៅក៏សប្បាយចិត្តអញ្ចឹងណាបងប្អូនចាថ្ងៃនេះដែរមានភ្ញៀវមកពីពេញមករកនំស្នូលត្រាវបងប្អូនអើយដោយសារថ្ងៃនេះលក់ដាច់ទៅស្នូលត្រាវទេពេលកោហើយក៏មានភ្ញៀវម្នាក់ហ្នឹងគាត់មកប្តីប្រពន្ធបងប្អូនគាត់មករកកំងត្រាវគាត់ធ្លាប់ហូបត្រូវមាត់អញ្ចឹងណាបងប្អូនគឺគាត់នៅភ្នំពេញនេះណោះហើយគាត់មកសួរនឹងជាចុងក្រោយគឺថានៅសល់តែមួយទេគាត់ក៏ថាបងអើយឥឡូវធ្វើម៉េចទេឥឡូវបងឯងអត់តន់ទៅទេបងឯងស្អែកឡើងមកជួយទិញប្អូនភាសាទៀតមកអញ្ចឹងណាហើយក៏អរគុណដល់អតិថិជនដែលហូបនំរបស់ខ្ញុំហើយជួយសរសើរថាឆ្ងាញ់គឺខ្ញុំសប្បាយចិត្តមែនតើបងប្អូនរាល់តែភ្ញៀវបានសរសើរអញ្ចឹងណាបងប្អូនហើយគឺភាគច្រើនដែលភ្ញៀវសរសើរគឺខ្ញុំអរគុណមែនតើហើយក៏សប្បាយចិត្តក្នុងនាមខ្ញុំជាអ្នកធ្វើអញ្ចឹងណាគឺថាធ្វើដោយបេះដូងតែម្ដងបងប្អូនចង់និយាយថាពេលដែលធ្វើឮគេសរសើរថាឆ្ងាញ់អញ្ចឹងគឺថាយើងមានទឹកចិត្តណាបងប្អូនចាការលក់ដូររបស់ខ្ញុំគឺពេញមួយថ្ងៃនេះគឺថាអោងើបអញ្ចឹងតែម្ដងចាហើយនេះកាត់មកដល់ត្រឡប់មកផ្ទះវិញបងប្អូនថ្ងៃនេះមកផ្ទះរៀងភ្លឺបងប្អូនដោយសារលក់ឆាប់អស់ឥឡូវមកដល់ផ្ទះឃើញក្មួយយើងរុនពត្រៀងបងប្អូនពត្រៀងនៅដើមមុខផ្ទះនឹងគឺថារសជាតិឆ្ងាញ់បងប្អូនអើយជូរអែមឆ្ងាញ់មែនតើហើយគឺថាផ្លែនោះផ្លែអ្នកដើរកាត់ម្នាក់គឺថាឲ្យតែឃើញចូលបេះហើយនៅតែមិនអស់និយាយពីថានៅឡើងមកកណោទៀតបងប្អូនហើយចាបន្ទាប់ពីនេះរួចថាល្ងាចនេះគឺថាអត់បានធ្វើម្ហូបទេបងប្អូនអើយម្ហូបទិញពីវីដេអូមុនឥឡូវអត់បានធ្វើទេដោយសាររៀងហត់ចឹងហើយក៏នឹកឃើញចង់បបរហូបបងប្អូនបបរសជាមួយត្រីចៀនត្រីងៀតបងប្អូនចាហើយបបររបស់ខ្ញុំនេះគឺខ្ញុំបេះជាមួយនឹងស្លឹកតយដើម្បីដាក់ឲ្យឈ្ងុយបបរយើងហ្នឹងឲ្យវាមានក្លិនឈ្ងុយចឹងណាបងប្អូនអត់តែពេលបបរសគឺខ្ញុំចូលចិត្តដាក់ស្លឹកតយអញ្ចឹងបងប្អូនចាឥឡូវថាបបររបស់ខ្ញុំឆ្អិនហើយបងប្អូនអើយបបរជាមួយអង្គស្រូវថ្មីរឹតតែមានជាតិចាហើយបន្ទាប់មកគឺដាក់ជៀនជាមួយនឹងត្រីងៀតរបស់យើងគឺថាត្រូវគ្នាមែនតើជាមួយបបរអង្គស្រូវថ្មីបងប្អូនខ្ញុំចូលចិត្តមែនតើចាឲ្យការ voice សំឡេងរបស់នាងខ្ញុំទាំងបើមានការខុសឆ្គងក៏សូមខន្តីអភ័យទោសចំពោះបងប្អូនដែលទស្សនាវីដេអូបើសិនជាមានខុសឆ្គងក៏សូមអភ័យទោសទុកជាមុនណាបងប្អូនចាឥឡូវត្រីចៀនរបស់ខ្ញុំក៏បានឆ្អិនរួចរាល់ដែរបងប្អូនចាជាចុងក្រោយក៏សូមអរគុណបងប្អូនដែលតែងតែជួយទស្សនាវីដេអូរបស់នាងខ្ញុំបងប្អូនពេញចិត្តនឹងទស្សនាវីដេអូពេញចិត្តសូមជួយ like និង follow ជួយ share ខ្ញុំម្នាក់មួយផងបងប្អូនចាចុងក្រោយសូមជម្រាបលាបាយបាយ